ស្រាប់តែមានចិត្តល្អចំពោះយើងខ្លាំងម្ល៉េះតើអ្នកចង់ធ្វើអ្វីឲ្យប្រាកដមានអ្នកលក់ដូរនិងអ្នកលក់ដូរជាច្រើននៅក្នុងទីក្រុងអ្នកពិតជានឹងអាចលួសយកអ្វីមួយដែលមិនមាននៅក្នុងនំប៉័ងបានម៉ាក់ខ្ញុំនៅផ្ទះហើយកូនប្រុសទី3អ្នកនៅផ្ទះហើយមើលថែឪពុករបស់អ្នកពេលគាត់ទៅដើរលេងក្នុងក្រុងសៀងហ្វឹងមានអ្នកលក់ច្រើនតើគាត់នឹងទៅទីក្រុងដើម្បីរកអ្នកលក់មែនទេលោកខ្ញុំនិងប្អូនប្រុសទី4របស់ខ្ញុំចៅហ្វាយសូមឲ្យខ្ញុំសាច់2 ដុំក្មេងនៅផ្ទះចូលចិត្តញ៉ាំអាហារឆ្ងាញ់ណាស់ហេតុអ្វីមិនអីទេខ្ញុំទៅហើយចៅហ្វាយលាហើយគ្មានលុយមួយកាក់នៅសល់ក្នុងផ្ទះទេតើគាត់បានលុយពីណាមកទិញសម្លៀកបំពាក់និងសាច់ថ្មីទោះបីជាយើងទិញវាក៏ដោយក៏យើងមិនអាចញ៉ាំវាបានសូម្បីតែមួយម៉ាត់ដែរពួកគេប្រកាសជានឹងត្រូវបានបញ្ជូនទៅផ្ទះពូខ្ញុំទាំងអស់គាត់បានទៅរក Charlie ពួកគេពិតជានឹងទៅរកអ្នកទិញដែលអាចផ្ដល់ប្រាក់បានច្រើនជាងខ្ញុំបានដឹងវាការផ្លាស់ប្ដូរភ្លាមរបស់គាត់ទៅជាល្អប្រសើរត្រូវតែជាផ្នែកមួយនៃការខុបខិតប្រសិនបើគាត់ដឹងអំពីបងប្រុសទី3គាត់បានលក់កូនប្រុសទី3នៅនឹងកន្លែងទៅជួយសង្គ្រោះបងប្រុសទី3ចៅហ្វាយសូមឲ្យខ្ញុំនំប៊ីស្ទីនផ្លែពេះ1 ដុំហើយអ្នកទាំងពីរមិនអីទេអ្នកមិនបានមកទីក្រុងដើម្បីទិញរបស់របរទេមែនទេខ្ញុំបានខ្លាចជាមនុស្សខ្ជិះខ្ជាយលុយកាក់តើខ្ញុំអាចញ៉ាំអាហារនៅពេលណាសាច់ឆ្ងាញ់និងនំប៉័ងខ្លីផ្លែពេះឈប់តើអ្នកចង់ធ្វើអ្វីក្រោកឈរឡើងឈប់ស្ត្រីម្នាក់ហ៊ានប្រាប់យើងថាអ្នកណាត្រូវធ្វើរឿងខ្លះតើគាត់លែងចង់រស់នៅទៀតហើយឬរមៀលវាស្ដាប់ទៅដូចជាសំឡេងរបស់ម៉ាក់ខ្ញុំចង់ស្ដាប់វាដូចជាមានកូន2នាក់នៅក្រោមច្រមុះរបស់ខ្ញុំគិតថាអ្នកទាំងអស់គ្នាលែងចង់រស់នៅទៀតហើយទោះបីជាកូនរបស់អ្នករស់នៅជនបទក៏ដោយជឿមិនជឿខ្ញុំនឹងយកអ្នកចូលបន្ទាប់មកអ្នកក៏ត្រូវមានសមត្ថភាពនោះដែរខ្ញុំបានដើរឆ្លងកាត់ផ្លូវទាំងនេះហើយនៅតែរក Shen Zhong មិនឃើញតើវាអាចទៅរួចទេសិនចុងត្រូវបានស្ត្រីនោះរកឃើញរួចហើយពួកគេបានលក់ Shen Zhong រួចហើយមែនទេវាជាកំហុសរបស់ខ្ញុំទាំងអស់ដែលធ្វើឲ្យខ្ញុំធ្លាក់ទឹកចិត្តពេលខ្ញុំឃើញគាត់ល្អនឹងខ្ញុំនៅតែដឹងគុណខ្ញុំនៅតែជឿគាត់ខ្ញុំពិតជាមនុស្សល្ងងមែនតើមនុស្សអាក្រក់ដូចនេះអាចក្លាយជាមនុស្សល្អភ្លាមបានយ៉ាងដូចម្តេចម៉ាក់គឺនេះ